ចាសម្រាប់វីដេអូនេះដែរអ្នកគ្រូសុំធ្វើថ្ងៃខែចរិតលក្ខណៈនិស្ស័យតាមថ្ងៃកើតឲ្យដល់ចប់ព្រោះអ្នកគ្រូធ្វើដល់ថ្ងៃទី21ហើយក៏បានផ្អាកធ្វើជាយូរតែក៏មាន fan comment សុំឲ្យអ្នកគ្រូធ្វើឲ្យចប់ឥឡូវអ្នកគ្រូនឹងធ្វើឲ្យចប់តាមសំណពរឯណាឥឡូវយើងមកស្ដាប់មើលលក្ខណៈនិស្ស័យរបស់មនុស្សកើតថ្ងៃទី22តើមានអ្វីខ្លះចាំស្ដាប់ណាមនុស្សដែលកើតថ្ងៃទី22ជាមនុស្សដែលមានលក្ខណៈ2បង្កប់ជាមួយគ្នាតាមបើសង្កេតឲ្យល្អទៅអ្នកកើតថ្ងៃនេះនៅពេលដែលជួបជាមួយស្ថានភាពដែលផ្លាស់ប្ដូរមុនដំបូងឆាប់ទៅទុនហើយក៏មានបតិកិរិយាតបស្នងភ្លាមហើយក៏ចាំបាច់ឲ្យអ្នកចូលមកជួយជ្រុំជ្រែងលួងចិត្តផ្ដល់កម្លាំងចិត្តអ្នកកើតថ្ងៃនេះបើមានការខកចិត្តនិងសម្ដែងការខូចចិត្តភ្លាមតែក៏ចាប់ផ្ដើមស្ដាប់នៅហេតុផលត្រេះរិះតាមការពិតទទួលស្ដាប់ការវិភាគពិចារណាបែងចែកបញ្ហារួចហើយក៏ចាប់ផ្ដើមទទួលស្គាល់ការពិតប្រមូលយកភាពជឿជាក់ត្រឡប់មកវិញបានចំណែកខាងលក្ខណៈសម្បត្តិផ្លូវចិត្តពិតប្រាកដរបស់អ្នកកើតថ្ងៃនេះគឺជាអ្នកដែលធ្វើអ្វីមានរបៀបរៀបរយល្អិតល្អន់រក្សារបៀបរបបបានគ្រប់ហើយប្រើគោលការណ៍នៃការសម្រេចចិត្តបានពិសេសនោះគឺភាពជាមនុស្សស្មើចុងស្មើដើមមិនថាខាងផ្នែកធ្វើការនិងសម្ព័ន្ធភាពជាមួយអ្នកដទៃឬរឿងស្នេហានិងក្រុមគ្រួសារមនុស្សកើតថ្ងៃនេះនឹងសម្ដែងឲ្យឃើញយ៉ាងជាប់លាប់ពីក្តីស្រឡាញ់និងការបារម្ភពីគូស្នេហ៍ឬគូគ្រងនោះបានន័យថាបើលោកអ្នកជាមនុស្សគ្មានរបៀបឬធ្វើអ្វីតាមអារម្មណ៍នោះលោកអ្នកនឹងមិនជាទីពេញចិត្តរបស់អ្នកកើតថ្ងៃទី22ប៉ុន្មានទេមនុស្សកើតថ្ងៃទី22ជាមនុស្សយកចិត្តទុកដាក់ទទួលខុសត្រូវការងារយ៉ាងល្អផ្ដល់សារៈសំខាន់ជាមួយនឹងអ្វីដែលហៅថាមិត្តភាពច្រើនតែម្ដងជាមនុស្សស្មោះជាមួយមិត្តព្រមក្នុងការជួយមិត្តគ្រប់គ្នាយ៉ាងពេញទំហឹងតើវាកើតបញ្ហាត្រង់ថាតើលោកអ្នកធ្វើឲ្យមនុស្សដែលកើតថ្ងៃទី22នេះទទួលលោកអ្នកជាមិត្តដោយរបៀបណាចម្លើយមានស្រាប់ហើយបើលោកអ្នកអានហើយត្រេះរិះមើលក៏ធ្វើបានមនុស្សកើតថ្ងៃទី22ស្អប់មនុស្សដែលប្រើអារម្មណ៍ដាក់អ្នកដទៃស្អប់មនុស្សដែលចូលចិត្តធ្វើឲ្យអ្នកដទៃបាក់មុខឬខ្វះភាពជឿជាក់តែវាគួរឲ្យប្លែកត្រង់ថាមនុស្សកើតថ្ងៃទី22មានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើជាមេដឹកនាំដ៏ល្អហើយគ្រប់គ្រងមនុស្សច្រើនអ្នកបានហើយក៏ចង់និយាយពីក្បាច់ស្នេហារបស់អ្នកកើតថ្ងៃនេះដែរថាដំបងគេនឹងផិតភ័យស្ទើរតែទប់ចំហមិនបានធ្វើអ្វីមិនត្រូវលោកអ្នកត្រូវបង្រៀនគេដោយភាពឆ្លាតផ្ដល់កម្លាំងចិត្តរហូតដល់គេទប់ចំហបានថាអ្វីជាអ្វីហើយចាំបណ្ដោយឲ្យគេម្ចាស់ការលើខ្លួនឯងហើយលោកអ្នកនឹងឃើញថាលោកអ្នកជាមនុស្សដែលអ្នកកើតថ្ងៃទី22ត្រូវចិត្តតែម្ដងសម្រាប់ការទាញចរិតនិស្ស័យរបស់អ្នកកើតថ្ងៃទី22សូមបញ្ចប់ត្រឹមនេះឥឡូវនេះអ្នកគ្រូសូមលើកយកលក្ខណៈនិងចរិតនិស្ស័យរបស់អ្នកកើតថ្ងៃទី23វិញម្ដងតើមានអ្វីខ្លះចាំស្ដាប់ទាំងអស់គ្នាណាអ្នកកើតថ្ងៃទី23មានភាពជឿជាក់មានលក្ខណៈដែលមនុស្សពីចម្ងាយមើលមកគេដោយការប្រុងប្រយ័ត្នយ៉ាងខ្លាំងហើយកោតក្រែងព្រោះជាមនុស្សដែលមានលក្ខណៈស្រស់សង្ហារឹងមាំហើយរមែងជាមនុស្សដែលបង្ហាញពីអ្វីដែលឲ្យយើងឃើញយ៉ាងច្បាស់លាស់ថាមានការជឿជាក់លើខ្លួនឯងខ្ពស់មនុស្សកើតថ្ងៃនេះទោះជាមិននៅក្នុងតំណែងដែលមានអំណាចតែគេក៏មានអំណាចហើយគេអាចឈានទៅរកអំណាចបានពិតមនុស្សកើតថ្ងៃទី23ជាមនុស្សដែលអ្នកណាក៏មើលឃើញថាមានភាពវាងវៃហើយរឹងរូសហើយជាការមើលដែលត្រឹមត្រូវក្នុងលក្ខណៈនិស្ស័យមួយផ្នែកតែមួយផ្នែកទៀតនោះមនុស្សកើតថ្ងៃនេះជាមនុស្សដែលយល់ស៊ីជម្រៅពីបទកវីតន្ត្រីសិល្បៈប្រាជ្ញាមានភាពទន់ភ្លន់ជាមួយធម្មជាតិយ៉ាងខ្លាំងអ្នកដែលមានមិត្តកើតថ្ងៃទី23គួរតែជាអ្នកដែលមានចំណេះដឹងជុំវិញរឿងអស់នេះហើយគួរតែសិក្សាក្នុងការប្រើជីវិតជាមួយនឹងអ្នកកើតថ្ងៃទី23របៀបជាអ្នកមានរសនិយមពិសេសផងមនុស្សក្រុមនេះព្រមក្នុងការលងស្នេហ៍គេដោយងាយជាពិសេសជាមួយអ្នកដែលមានឧបនិស្ស័យនិងរសនិយមដូចគ្នាតែបើមានការខ្នះចិត្តតែបន្តិចគេក៏ព្រមក្នុងការប្រឡែងមនុស្សដែលគេធ្លាប់ស្រឡាញ់ដោយមិនខ្ចីខ្វល់បានដូចគ្នាជីវិតរបស់អ្នកកើតថ្ងៃទី23គឺជាជីវិតដែលការងារជារឿងសំខាន់មនុស្សកើតថ្ងៃនេះគឺត្រូវធ្វើការហើយធ្វើយ៉ាងមានសេរីភាពត្រូវការឱកាសក្នុងការបង្ហាញពីសមត្ថភាពតែបើមានអ្នកណាម្នាក់ចូលទៅរារាំងឱកាសមិនឲ្យគេបង្ហាញសមត្ថភាពឬក៏បានធ្វើនៅអ្វីដែលគេត្រូវការទោះជាស្រឡាញ់គ្នាប៉ុណ្ណាក៏ដោយអ្នកនោះនឹងក្លាយទៅជាសត្រូវជាអ្នកប្រកួតប្រជែងជាមួយគ្នាបានភ្លាមទោះជាអ្នកនោះជាស្វាមីឬជាភរិយាក៏ដោយនោះកាលថ្ងៃនេះជាមនុស្សដែលមានចក្ខុវិស័យវែងឆ្ងាយហើយក៏ពេញចិត្តនឹងខ្សែគប់ជាមួយអ្នកដែលមានចក្ខុវិស័យវែងឆ្ងាយដូចគ្នាគេជាអ្នកមុខជំនួយនិងជាអ្នកគ្រប់គ្រងដ៏ពូកែមិនព្រមឲ្យអ្នកណាមកដឹកមុខហើយក៏មិនព្រមឲ្យអ្វីដែលនៅជុំវិញធ្វើឲ្យគេតូតូនឡើយមិនបដូរគោលការណ៍ដោយគ្មានហេតុផលគេអាចបដូរគោលការណ៍បានភ្លាមបើសិនជាហេតុផលនោះត្រឹមត្រូវហើយច្បាស់លាស់នៅពេលដែលគេធ្វើការចិត្តរបស់គេផ្ដោតតែជាមួយការងារដើម្បីឲ្យការងារបានសម្រេចតាមគោលដៅតែប៉ុណ្ណោះ
មនុស្សកើតថ្ងៃនេះមានសមត្ថភាពតាក់ទងជាមួយនឹងមនុស្សបានគ្រប់ជាន់ឋានៈដើម្បីឲ្យទទួលបានជោគជ័យទោះជាយ៉ាងណាក៏ដោយមនុស្សកើតថ្ងៃនេះចំណុចខ្សោយរបស់គេនោះគឺគេខ្លាចជាមនុស្សចិត្តថ្មបានដោយងាយបើសិនជាមានអ្វីមកជំទាស់ចិត្តនេះគឺជាចរិតរបស់អ្នកកើតថ្ងៃទី23ចាសម្រាប់អត្តចរិតនិងនិស្ស័យរបស់អ្នកកើតថ្ងៃទី23អ្នកគ្រូសូមបញ្ចប់តែប៉ុណ្្នេះណាបើសិនជាមានខុសគឺត្រូវយ៉ាងណាក៏សូមអធិស្ឋានផងចុះ